បងអូនទាំងអស់គ្នាគឺថាទៅទិញគេញ៉ាំរាល់ថ្ងៃរាល់ល្ងាចឥឡូវនេះមកធ្វើញ៉ាំខ្លួនឯងម្ដងមើលចាំមើលរសជាតិមិនវិញថាពេលទៅទិញគេញ៉ាំគឺថាថែមខ្យងផងថែមត្រីឥឡូវមកធ្វើខ្លួនឯងញ៉ាំមើលបាច់ថែមគេដាក់ឲ្យច្រើនហ្មងដំបូងមានត្រីរ៉ស់ចំនួន1ហើយនេះខ្ញុំមានខ្យងចំនួនកន្លះគីឡូខ្ញុំក៏មានបន្លែស្លឹកបាសផ្ទីផ្កាស្នោសណ្តែកបដោសណ្តែកគួរមានផ្សិតសមានផ្សិតច្បើងមានជាមួយនឹងល្ពៅននងស្នៀតពោតឥឡូវនេះឃើញថាទឹករបស់យើងពុះហើយនេះខ្ញុំដាក់ស្លឹកក្រូចដាក់ខ្ជាយចូលរួចហើយដាក់ត្រីចូលដាក់អំបិលបញ្ចុកគ្របទុករហូតដល់ត្រីរបស់យើងឆ្អិននេះខ្ញុំស្ងោររយៈពេល20នាទីឥឡូវនេះខ្ញុំមកបុកគ្រឿងចំពោះគ្រឿងមានកូនលក្រៃមានរំដេងមានខ្ជាយមានខ្ទឹមសមានស្លឹកក្រូចបុកឲ្យម៉ត់មកក៏លេចមើលត្រីរបស់យើងវិញឃើញថាឆ្អិនហើយនេះខ្ញុំបានស្រង់ត្រីហើយនឹងស្រង់ស្លឹកក្រូចកូនលក្រៃខ្ជាយដែលយើងបានដាក់ស្ងោរត្រីហ្នឹងស្រង់ឲ្យអស់មកព្រោះថាយើងយកទឹកដែលយើងស្ងោរត្រីហ្នឹងទុកធ្វើជាទឹកសម្លអញ្ចឹងត្រីរបស់យើងបេះអស់ឆ្អឹងហើយយកមកបុកជាមួយនឹងគ្រឿងបុកគ្រឿងមកឲ្យទុកបន្លែសិនយើងមកមើលទឹកសម្លរបស់យើងវិញដាក់ខ្យងចូលដាក់គ្រឿងដែលបានបុកបាច់មិញចូលរួចកូរបន្តិចមកឃើញថាមានពពុះនេះខ្ញុំបានដួសពពុះចេញពេលដែលយើងស្លភាគច្រើនគឺមានពពុះឲ្យបងប្អូនទាំងអស់គ្នាតបមកនេះខ្ញុំដាក់ទឹកប្រហុកមួយវែកដាក់ល្ពៅចូលដាក់អង្ករចូលចំពោះអង្ករនេះខ្ញុំដាក់តែ2ក្តាប់ទេព្រោះថានេះខ្ញុំអត់សូវចូលចិត្តអង្ករច្រើនបបរផែនេះខ្ញុំចូលចិត្តបន្លែច្រើនជាពិសេសបន្លែខៀវឃើញថាបបររបស់យើងពុះហើយនេះខ្ញុំក៏បានដាក់ទឹកត្រីចំនួន1វែកចូលម្សៅស៊ុបកន្លះស្លាបព្រាបាយស្ករសជិត1ស្លាបព្រាបាយរួចហើយនេះខ្ញុំកូរដើម្បីឲ្យគ្រឿងរលាយចូលសព្វល្អបន្ទាប់មកនេះខ្ញុំដាក់ផ្សិតសនិងផ្សិតច្បើងចូលដាក់ននងដាក់សណ្តែកគួររួចហើយនេះខ្ញុំកូរបន្តិចគ្របទុកឲ្យបន្លែឆ្អិនសិនមកយកពេលហ្នឹងនេះខ្ញុំមកបុកជាមួយនឹងអំបិលម្ទេសដាក់ម្ទេសដាក់ជាមួយនឹងអំបិលមួយចុងស្លាបព្រាបាយដាក់ជាមួយនឹងម្សៅស៊ុបមួយចុងស្លាបព្រាបាយរួចហើយយកបុកឲ្យម៉ត់មកបងអូនទាំងអស់គ្នាបបផែយើងញ៉ាំជាមួយនឹងអំបិលម្ទេសហើយយើងដាក់ជាមួយនឹងម្ទេសទូចគេហៅម្ទេសអាចសាត់ហ្នឹងគឺថាឆ្ងាញ់មែនតើរួចហើយនេះខ្ញុំច្បាក់ជាមួយនឹងក្រូចឆ្មាចូលទាំងអស់គ្នាគ្រាន់តែក្លិនបើម្ទេសគឺថាឃ្លានហ្មងហើយឥឡូវនេះឃើញថាបបររបស់យើងពុះហើយនេះខ្ញុំបានដួសពពុះចេញបន្តិចទៀតឃើញថាអង្កររីកហើយបបរយើងឆ្អិនហើយបងប្អូនទាំងអស់គ្នានេះខ្ញុំបានដាក់បន្លែខៀវចូលចេញយើងដាក់ទាំងអស់មកបន្លែខៀវរបស់យើងមានប៉ុណ្ណាដាក់ប៉ុណ្ណឹងមកដាក់បន្លែខៀវកាន់តែច្រើនកាន់តែឆ្ងាញ់ដាក់បន្លែខៀវចូលកូរបន្តិចនេះខ្ញុំដាក់ជាមួយនឹងសណ្តែកបដោនិងផ្កាស្នោចូលបងអូនទាំងអស់គ្នាបបផែបើសិនយើងដាក់ផ្កាស្នោសណ្តែកបដោគឺថារសជាតិកាន់តែឆ្ងាញ់ទៀតឥឡូវនេះឃើញថាបបរផែរបស់យើងឆ្អិនហើយនេះខ្ញុំបានដួសដាក់ចានញ៉ាំក្តៅៗរសជាតិឆ្ងាញ់មែនតើបងអូនទាំងអស់គ្នាអើយដួសបន្លែខៀវឲ្យច្រើនមកយើងដាក់ជាមួយនឹងសាច់ខ្យងមកហើយសាច់ត្រីបើមានដាក់ទៀតមកគឺថាអែមមែនតើនេះបើម្ទេសរបស់គេហឹលណាស់បងអូនទាំងអស់គ្នាដាក់មួយម៉ាត់សិនអូយឆ្ងាញ់ណាស់បងអូនជាតិមែនតើបបរផែញ៉ាំក្តៅហើយជាមួយនឹងអំបិលម្ទេសទៀតបងអូនគឺថាឆ្ងាញ់រសជាតិឲ្យ10លើ10បងប្អូនអាចសាកធ្វើញ៉ាំទាំងអស់គ្នាបានបើសិនជាអត់ដែលសាកជាមួយនឹងបបរផែអំបិលម្ទេសបងប្អូនអាចសាកញ៉ាំបាននេះខ្ញុំធានាថាញ៉ាំម្ដងហើយគឺញ៉ាំម្ដងទៀតហើយព្រោះថាឆ្ងាញ់មែនតើអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់